សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីអញ្ចឹងនៅក្នុងមេរៀននេះគឺខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបដែលយើងធ្វើរបស់ថ្មីឲ្យទៅជារបស់ចាស់បែបនេះបាទឧទាហរណ៍ដូចយើងមានរបស់មួយបែបនេះហើយយើងចង់ធ្វើឲ្យវាទៅជារបស់ដែលមានភាពចាស់អញ្ចឹងណាអញ្ចឹងយើងចូលទៅកាន់មេរៀនតែម្ដងអញ្ចឹងឧទាហរណ៍ថាឥឡូវនេះខ្ញុំមាន object មួយបែបនេះហើយខ្ញុំប្រើវាជា cycle បាទអញ្ចឹងនៅក្នុង EV គឺវាអត់ដំណើរការទេអញ្ចឹងបងប្អូនត្រូវដាក់ cycle អញ្ចឹងខ្ញុំចង់ធ្វើវាឲ្យទៅជារបស់ចាស់អញ្ចឹងយើងធ្វើការចូលទៅកាន់ shader editor មកអូខេអញ្ចឹងដំបូងគឺយើងត្រូវធ្វើការបង្កើត material ឲ្យវាមួយយើងចុច new material មកឬក៏ចុចកន្លែងនេះក៏បានដូចគ្នាអូខេអញ្ចឹងបន្ទាប់មកទៀតនៅចំណុច base color នេះអ្នកទាំងអស់គ្នាអាចធ្វើការបដូរនៅពណ៌ដែលអ្នកទាំងអស់គ្នាចង់បានឬក៏យើងចាំបដូរពេលក្រោយក៏បានដែរឥឡូវខ្ញុំមកនិយាយពី node ម្ដងអញ្ចឹង node ដែលយើងត្រូវការគឺយើងត្រូវធ្វើការ add នៅ geometry node យើងចុច shift A មកកន្លែងនេះហើយចុច search ហើយយើង search វាថា geometry បាទយើង select យក geometry ចេះមកដាក់វាមកខាងនេះបន្ទាប់មកយើងធ្វើការ search មួយទៀតយើងយកbevel បាទយើង search ចឹងមកយក bevel បែបនេះមកអាហ្នឹងគឺជ្រុងបន្ទាប់មកទៀតយើងត្រូវការ node មួយទៀតឈ្មោះថា vector map vector នេះយើងយក vector map ចឹងមកដាក់វាកន្លែងនេះហើយបន្ទាប់មកទៀតយើងត្រូវការ node មួយទៀតឈ្មោះថា make color បាទនេះ make color ឥឡូវនេះបន្ទាប់ពីយើង add បែបនេះយើងធ្វើការភ្ជាប់អញ្ចឹងgeometry នេះយើងយក normal ភ្ជាប់មកកន្លែងនេះមកហើយ bevel នេះយើងភ្ជាប់វាមកបែបនេះបន្ទាប់មកកន្លែងនេះយើងភ្ជាប់វាមកបាទ vector បន្ទាប់មកកន្លែងនេះយើងភ្ជាប់មក color អូខេបន្ទាប់មកទៀតនៅត្រង់ចំណុចនេះយើងធ្វើការបដូរវាទៅជា dot product ភ្ជាប់វាម្ដងទៀតមកអូខេអញ្ចឹងកន្លែងនេះយើងអាចធ្វើការបដូរពណ៌វាអូខេអញ្ចឹងនៅពេលដែលយើងបដូរពណ៌គឺយើងឃើញនៅកន្លែងជ្រុងនេះគឺពណ៌សបាទសនេះគឺកន្លែងនេះអញ្ចឹងយើងអាចធ្វើការបដូរពណ៌បានអញ្ចឹងជាទូទៅរបស់ដែលវាមានរាងជ្រុងអញ្ចឹងវាច្រើនតែលបកថ្នាំឬក៏ឆាប់ចាស់នៅចំណុចជ្រុងហ្នឹងមុនគេបាទអញ្ចឹងបន្ទាប់មកទៀតកន្លែងនេះយើងអាចធ្វើការសេរីទំហំបានបាទឃើញទេវាទំហំវាហើយយើងសេរីបន្ថែមមកយើងចង់ឲ្យវាជ្រុងហ្នឹងវាស៊ីខ្លាំងឬក៏តិចយើងសេរីតាមហ្នឹងមកហើយសម្រាប់ពណ៌យើងដូរកន្លែងនេះបាទយើងចង់បានពណ៌អីយើងដាក់ពណ៌ហ្នឹងឥឡូវឧទាហរណ៍ខ្ញុំដាក់ពណ៌នេះបន្តមកទៀតយើងឃើញថាជ្រុងនេះគឺវាមានសនេះគឺវាមើលទៅអត់សូវស្អាតទេអញ្ចឹងយើងត្រូវការ add texture បញ្ចូលដើម្បីឲ្យវាឃើញរាងបែប realistic អញ្ចឹងណាអញ្ចឹងដើម្បីយើង add ចូលយើងអាចប្រើ noise texture ដាក់ចូលក៏បានឬក៏អ្នកទាំងអស់គ្នាមានជារូបភាពប្រភេទរូបភាពស្នាមឆ្នោតដូចអញ្ចាំងដូចអីជាដើមអញ្ចឹងណានេះឧទាហរណ៍ថាអ្នកទាំងអស់គ្នាមានរូបភាពអញ្ចឹងណាអញ្ចឹងរូបភាពដែលយើងត្រូវការគឺត្រូវការប្រភេទសខ្មៅបែបនេះបាទដើម្បីធ្វើការ import ចូលអញ្ចឹងឲ្យខ្ញុំចាប់ទាញរូបភាពនេះដាក់មកកន្លែងនេះចាប់ទាញធម្មតាអញ្ចឹងណាដើម្បីយើងបន្ថែមtexture ស្នាមឆ្នោតអីហ្នឹងចូលទៅក្នុងកន្លែងនេះកន្លែងពណ៌សហ្នឹងណាបាទអញ្ចឹងយើងធ្វើការភ្ជាប់ខ្ញុំភ្ជាប់ color នេះមក radius បាទអញ្ចឹងនេះ texture គឺវាធ្វើការចូលទៅក្នុងហ្នឹងហើយយើងអាចសេរីកន្លែងនេះមើលបានតូចធំអូខេប៉ុន្តែវាអត់ទាន់ស្រួលនៅក្នុងការ control នៅឡើយទេអញ្ចឹងយើងត្រូវធ្វើការ add node បន្ថែមអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការ select នៅលើ texture នេះមកចុច control T ដើម្បីឲ្យវាចេញ node 2បែបនេះហើយបើសិនជាអ្នកទាំងអស់គ្នាចុចអត់ចេញទេ
អ្នកទាំងអស់គ្នាអាចធ្វើការចូលទៅបើកវានៅក្នុង Aeron អញ្ចឹងរបៀបបើកយើងចូលទៅកាន់ Edit Preference ហើយ Aeron ហើយអ្នកទាំងអស់គ្នាធ្វើការ search អ្នកទាំងអស់គ្នារក node មួយនេះ node បាទ Wrangler នេះអញ្ចឹងអ្នកទាំងអស់គ្នារកកន្លែងហ្នឹងអត់ឃើញអ្នកទាំងអស់គ្នាអាចចូលទៅកាន់ get extension ហើយធ្វើការ research កន្លែងនេះហើយធ្វើការ install យើងចុច install ធម្មតាទៅប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នារកវាអត់ឃើញទៀតវិធីសាស្ត្រងាយស្រួលបំផុតគឺមានតែអ្នកទាំងអស់គ្នាធ្វើការ add វាម្ដងមួយបាទអញ្ចឹងបើសិនជាខ្ញុំបានបើក Aeron នឹងហើយខ្ញុំគ្រាន់តែចុច Ctrl T គឺវានឹងចេញមក automatic បែបនេះប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាអត់បានបើក Aeron ទេអ្នកទាំងអស់គ្នាអាចធ្វើការចុច Shift A កន្លែងនេះហើយ search ម្ដងមួយបែបនេះមកយើងយក texture coordinate មួយហើយបន្ទាប់មកយើងយក mapping មួយទៀតបាទមួយនេះបន្ទាប់មកយើងភ្ជាប់ vector នេះមក vector នេះហើយ UV មក vector អូខេហើយបន្ទាប់មកទៀតយើងធ្វើការ add node មួយទៀតកន្លែងនេះយើងត្រូវការ node មួយដែលមានឈ្មោះថា math បាទមួយនេះដាក់វាមកហើយបន្ទាប់មកកន្លែងនេះយើងធ្វើការបដូរវាទៅជាយើងស្រឡាញ់មួយណាយើងដូរវាមកមើលមួយណាដែលយើងត្រូវចិត្តអញ្ចឹងណាខ្ញុំយកមួយនេះអូខេអញ្ចឹងអា node 2នេះគឺវាមានតួនាទីនៅក្នុងការយើងសេរី scale បាទ scale texture ប៉ុន្តែវាយើងសេរីបែបនេះបានន័យថាវាបានតែមួយប៉ុណ្ណោះបានន័យថាបានតែទៅលើ axis x y ឬក៏ z ចឹងបើយើងចង់សេរីទាំងអស់លុះត្រាតែយើង select វាទាំងអស់បែបនេះហើយអូសមកបាទគឺវាស្មើគ្នានឹងវិធីមួយទៀតអ្នកនរគ្នាគ្រាន់តែដាក់មកមួយវិញហើយមួយទៀតយើងអាចធ្វើការ add ចូលមួយទៀតមក add node shift A ហើយយើងយកពាក្យថា value បាទយក value នេះមកដាក់កន្លែងនេះហើយភ្ជាប់ value នេះទៅ scale អញ្ចឹងយើងធ្វើការតម្លើងលេខកន្លែងនេះមកគឺជាការស្រេចវាស្រួល control ជាងអញ្ចឹងយើងមើល texture យើងស្រឡាញ់ប៉ុណ្ណាយើងយកប៉ុណ្ណឹងមកបន្ទាប់មកយើងមើលមកនេះវិញយើងធ្វើការនេះយើងធ្វើការសេរីកន្លែងនេះបានយើងចង់ឲ្យវាជ្រុងនេះវាស៊ីតិចឬក៏វាស៊ីខ្លាំងយើងយកតាមនឹងមកហើយកន្លែងនេះយើងអាចសេរីបានមួយតង់ទៀតអូខេចឹងយើងយកពណ៌បែបរាងចាស់តិចមកកន្លែងនេះឧទាហរណ៍ពណ៌ក្រហមអញ្ចឹងយើងមើលទៅវាដូចជារបស់ចាស់អញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យកន្លែងនេះវាចូល texture ចាស់នឹងដែរយើងធ្វើការភ្ជាប់មកបាទអញ្ចឹងដើម្បីភ្ជាប់យើងអាចភ្ជាប់ចូលអញ្ចេះប៉ុន្តែវាឃើញទេយើងអាច control ពណ៌បានទេគឺវាចូលទៅបែបពណ៌ដើមអញ្ចឹងណាអញ្ចឹងយើងធ្វើការ add node មួយទៀតមកខ្ញុំចុច shift A ហើយខ្ញុំធ្វើការ add នៅ color wrap បាទមួយនេះយើងដាក់មកកន្លែងនេះមកបន្ទាប់មកយើងភ្ជាប់ពី texture នេះចូលមកហើយ color នេះទៅអក្សរ B បន្ទាប់មកកន្លែងនេះយើងអាចធ្វើការបដូរពណ៌បានអូខេអញ្ចឹង technique នេះគឺវាប្រើបានតែនៅលើ object ដែលមានរាងជ្រុងបែបនេះបាទតើយើងអាចធ្វើរបស់ថ្មីហ្នឹងឲ្យទៅជាចាស់បានអញ្ចឹងណាអញ្ចឹងបើសិនជាវារាងសប៉ែតចេះគឺវាអាចចាញ់នេះរបកថ្នាំអញ្ចឹងកើតទេអញ្ចឹងបន្ទាប់មកទៀតយើងមើលឃើញថានេះវានៅសាច់ស្មើទេបើសិនជាយើងចង់ឲ្យវាមានភាពសាច់ឈើនេះវារាងផតឬក៏វារាងក្រើមអីហ្នឹងគឺយើងអាចបន្ថែម node បន្ថែមមួយទៀតអូខេអញ្ចឹងroughness នេះខ្ញុំដាក់វាមកប៉ុណ្នេះមកបន្ទាប់មកខ្ញុំធ្វើការ add node មួយទៀតខ្ញុំ search
vô bom bạn bấm vô mới ní máu đã vì cần lại ní tiền khăn mà nên tích đó máu dương thua cả chụp mà nếu mà ní máu hai dương chụp pi đọt ní máu hay ok chân vì dương chèn chúng nhớ giờ này vậy ok giờ nâng vậy chân dương nâng khơi nhỏ nè khơi texture vì riêng pop ấy vì mở tới vì riêng krem mà chân á nhưng cho invert cái lại ní máu ở vì tự lập cho làm chân á hay sẽ relate tới chẳng hạn ấy vì pop ở vì krem một cái hay krem không cho nhầm vô invert ní ok chân dương nâng khơi cái lại texture ní cứ vì mở tới cứ đôi chờ là bỏ chân á chẳng những ai thua cả bắt đầu bùa máu và sân chỉ dưỡng chọn đồ bùa vì ok hay cái lại này cứ bùa trùng mà ok chẳng dừng mơ tới cứ việc đôi chia rồi bỏ trả chẳng nốt này dừng ai vô từ panel object từ bán còn tay robot này cứ vì miền robot thừa xây pin năng tiệt còn tay nhóm thọp xả là bóng cứ robot này cứ vì bán phò lọ chieng hay vì sưu chieng á chẳng này tao khi ai xả bóng thừa được luôn ảnh bán hai nốt này cứ dừng ai vô vì một panel này bởi chế cái tê đại dừng thừa ở con lan đối con lan bỏ nhóm này cứ nhóm thừa ở vía miền phiệp riêng chả tình chẳng á chẳng cứ nhung pranot là ngày bạn chẳng này tao khi ai vô việc xả là bong này là bỏ na để dừng trong thua pp mấy từ cha đòi pra vì thì nốt này cứ lượn bạn chẳng mê riêng rồi bao nhiêu ngày này cứ mình phần ai ở con nón để tao khi để bạn mở mê riêng đi đâm nó chop dừng chụp khi nơi video cày tiệt bye bye